សូមគោរពនឹងជំរាបសួរដល់អស់លោកស្រីប្រិមិត្តដែលកំពុងតែបើកស្ដាប់ការផ្សាយរបស់ស្ថានីយ៍វិទ្យុ FM ជាតិនគរភ្នំ 102.90 MHz ជាទីគោរពនឹងជាទីរាប់អានកម្មវិធីនាទីព័ត៌មានប្រចាំថ្ងៃបានវិលមកជួបប្រិមិត្តសាជាថ្មីម្ដងទៀតតាមពេលវេលានៅម៉ោងដដែលបាទដោយកម្មវិធីរបស់យើងតែងតែធ្វើការផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង 4 ដល់ម៉ោង 5 ល្ងាចផងដែរបាទហើយសម្រាប់ពេលនេះគឺមានវត្តមានរបស់ខ្ញុំបាទវ៉ាន់សាចារួមជាមួយនឹងនាងខ្ញុំហេលីងស៊ីមដែលជាអ្នកអានព័ត៌មានជូនទៅកាន់បងប្អូនប្រជាពលរដ្ឋនិងប្រិយមិត្តអ្នកស្ដាប់ចាហើយកម្មវិធីរបស់យើងមានចំនួន3វគ្គដើម្បីផ្ដល់ជូនទៅកាន់ប្រិយមិត្តអ្នកស្ដាប់ដែលវគ្គដំបូងយើងនឹងផ្ដល់ជូនពាក់ព័ន្ធជាមួយនឹងព័ត៌មានដែលកើតឡើងនៅក្នុងខេត្តសៀមរាបព័ត៌មាននៅក្នុងប្រទេសនិងព័ត៌មានអន្តរជាតិផងដែរវគ្គទី2គឺវគ្គព្រឹត្តិការណ៍បច្ចុប្បន្ននិងវគ្គទី3គឺវគ្គព័ត៌មានសន្តិសុខសង្គមចាហើយជាដំបូងនេះយើងនឹងអានជូនទៅកាន់លោកអ្នកពាក់ព័ន្ធជាមួយនឹងព័ត៌មាននៅក្នុងខេត្តសៀមរាបដំបូងនេះគឺស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី20របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី2នាព្រឹកថ្ងៃទី5ខែមករាឆ្នាំ2016ក្រុមប្រឹក្សាខេត្តសៀមរាបបានបើកកិច្ចប្រជុំសាមញ្ញលើកទី20របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី2របស់ខ្លួននៅសាលាខេត្តសៀមរាបក្រោមអធិបតីភាពអាយុដំនូផល្លាប្រធានក្រុមប្រឹក្សាខេត្តសៀមរាបនិងអាយុដំសិនរុនអភិបាលរងខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពីសំណាក់អាយុដំលោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តព្រមទាំងលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនិងតំណាងទីចាត់ការចំណុះសាលាខេត្តសៀមរាបជាច្រើនរូបផងដែរកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី19របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី2កាលពីថ្ងៃទី9ខែធ្នូឆ្នាំ2015ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ2015ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាបនិងទិសដៅអនុវត្តឆ្នាំ2016ត្រួតពិនិត្យលើសំណួរសំណុំពរដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី2ឆ្នាំ2015ពិនិត្យនិងអនុម័តលើផែនការសកម្មភាពនិងផែនការថវិកាឆ្នាំ2016របស់គកសកខេត្តសៀមរាបពិនិត្យនិងផ្ដល់យោបល់លើវិធានការគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុងស្រុកនិងពិនិត្យពិភាក្សានិងអនុម័តលើសំណើសុំតែងតាំងមុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធមន្ទីរអង្គភាពក្នុងខេត្តសៀមរាបចា៎បាទអរគុណច្រើនបានចឹងព័ត៌មានទី2ក្នុងខេត្តបាទគឺតកតងនឹងស្នងការនគរបាលខេត្តសៀមរាបបានផ្ដល់ថវិកាលើកទឹកចិត្តដល់កងកម្លាំងនគរបាលនិងប្រជាពលរដ្ឋក្នុងការចាប់ជនសង្ស័យលើករណីឃាតកម្មនៅស្រុកអង្គរជុំកាលពីព្រឹកមិញនេះនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបមានរៀបចំពិធីផ្ដល់ថវិកាបាទដល់កងកម្លាំងនគរបាលចម្រុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងប្រជាពលរដ្ឋដែលបានមានស្នាដៃក្នុងការស្ទាក់ចាប់ជនសង្ស័យឈ្មោះឈុនឆេនអាយុភេទប្រុសអាយុ17ឆ្នាំដែលបានកាប់សម្លាប់ជនរងគ្រោះចំនួន3នាក់នៅក្នុងស្រុកអង្គរជុំកាលពីថ្ងៃទី2ខែមករាឆ្នាំ2016ហើយបានធាក់ទ្វារមន្ទីរឃុំឃាំងកិច្ចខ្លួនកាលពីវេលាម៉ោងប្រហែលជា4ជាភ្លឺបាទថ្ងៃទី4ខែមករាឆ្នាំ2016ហើយត្រូវបានប្រជាពលរដ្ឋនិងកងកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាននៅក្នុងភូមិគោកដងសង្កាត់ទឹកវិលក្រុងសៀមរាបកាលពីវេលាម៉ោង6និង00នាទីបាទល្ងាចនៅថ្ងៃខែឆ្នាំដដែលបាទឯកឧត្តមសេនីយ៍តូសនណាឌីស្នងការរដ្ឋាភិបាលនគរបាលខេត្តបានធ្វើការកត់សរសើរដល់កងកម្លាំងនិងប្រជាពលរដ្ឋដែលបានខិតខំធ្វើការស្ទាក់ចាប់ជនសង្ស័យមកវិញនិងបានផ្ដល់ធ្វើការផ្ដាំផ្ញើទៅដល់អស់លោកស្រីដែលមានមុខក្នុងអង្គពិធីទាំងមូលត្រូវចូលរួមសហការគ្នាឲ្យបានល្អរវាងកងកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋដើម្បីចូលរួមលើកកម្ពស់ភូមិឃុំមានសុវត្ថិភាពឯកឧត្តមសេនីយ៍តូសនណាឌីក៏បានផ្ដល់ថវិកាលើកទឹកចិត្តដល់កងកម្លាំងនគរបាលនិងប្រជាពលរដ្ឋរួមមាន1កងកម្លាំងការិយាល័យនគរបាលសរុបនិងកងកម្លាំងការិយាល័យនគរបាលវិភាគចំនួន50,000រៀល2កងកម្លាំងការិយាល័យនគរបាលស្ថិតិចំនួន50,000រៀល3លោកវរសេនីយ៍ត្រីម៉ាន់សុខាអធិការនគរបាលស្រុកអង្គរជុំចំនួន1លានរៀលនិង4លោកសៅខ្នាបាទជាប្រជាពលរដ្ឋរស់នៅក្នុងភូមិគោកដងសង្កាត់ទឹកវិលក្រុងសៀមរាបចំនួន50,000រៀលនិងសារុងចំនួន5បាទចាសសូមអរគុណលោកបន្សាក់សម្រាប់ព័ត៌មាននៅក្នុងប្រទេសវិញគឺពាក់ព័ន្ធជាមួយនឹងប្រហែលជាមេដឹកនាំនៅលើលោកនេះគ្មានអ្នកណាមានជីវិតឈឺចាប់ជាងខ្ញុំព្រះករុណានោះទេ
តាមប្រភពពីគេហទំព័រដើមអំពិលបានឲ្យដឹងថាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស5មករានៅព្រឹកថ្ងៃទី5ខែមករាឆ្នាំ2016នេះបានបញ្ជាក់ពីការឈឺចាប់ដែលបានឆ្លងកាត់កាលពី40ឆ្នាំមុនដែលគ្មានមេដឹកនាំរូបណាធ្លាប់ជួបប្រទះដោយសម្ដេចនោះទេសម្ដេចបានមានប្រសាសន៍បញ្ជាក់ថាប្រហែលជានៅលើលោកនេះមេដឹកនាំនៅលើលោកនេះគ្មានអ្នកណាមានជីវិតឈឺចាប់ជាងខ្ញុំព្រះករុណាខ្ញុំទៀតទេកូនស្លាប់នៅនឹងមុខសូមតែគេយកទៅកប់ក៏មិនបានផងកម្រិតនៃការអត់ធ្មត់ដែលមិនធ្វើសកម្មភាពនៅពេលនោះគឺជាកម្រិតទៅហួសពីមនុស្សដែលអាចទ្រាំបានសម្ដេចបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាសូមមើលថែទាំប្រពន្ធឆ្លងទន្លេគប់ជួនអីមិនមែនយើងនៅឯនឹងទេគូអនុញ្ញាតឲ្យយើងបានឃើញកូនដែលកំពុងហូរឈាមចេញពីមាត់ព្រោះទីតាំងនៅឆ្ងាយជាង20គីឡូព្រោះគេចាត់តាំងឲ្យធ្វើដំណើរជាមួយមេបញ្ជាការដ៏ឃោឃៅម្នាក់ទៅដល់កាច់ចង្កូតម៉ូតូគេប្រាប់ថាកូនស្លាប់ហើយសុំគេដើម្បីថាមើលថែទាំប្រពន្ធនិងកូនយកទៅកប់ប៉ុន្តែបែរជាចម្លើយមកវិញថាបើមិត្តឯងទៅក៏អាកូននឹងវាមិនរស់ដែរហើយប្រពន្ធអាមិត្តឯងក៏មិនជាដែរកំភ្លើងពីដើមមួយនៅចង្កេះមួយទៀតនៅនឹងជង្គង់ប្រសិនបើខ្ញុំលើកដៃបាញ់អាមួយនេះគឺនឹងคลายឈ្មោះត្រឹមតែជាឃាតករតែប៉ុណ្ណោះហើយខ្លួនឯងអាចនឹងស្លាប់ផងគ្មានរស់ទៅកើតទេហើយគ្មានហ៊ុនសែនដឹកនាំតស៊ូទេជីវិតវាលំបាកណាស់បន្ទាប់ពីកូនមួយស្លាប់កូនមួយទៀតបានចាប់ផ្ទៃបានត្រឹម5ខែក៏បែកគ្នាតទៅទៀតដើម្បីការពារតស៊ូរំដោះប្រទេសសម្ដេចតេជោបានមានប្រសាសន៍បន្ថែមទៀតថាតើយើងមានអារម្មណ៍បែបណានៅពេលកូនយើងបង្កើតហើយយើងថាពូ2ខែហ៊ុនម៉ាណែតនេះឥឡូវគេជាបណ្ឌិតហ៊ុនម៉ាណែតតែពេលជួបគ្នាគេហៅយើងពូ3ខែទម្រាំតែគេទទួលស្គាល់យើងជាឪពុកព្រោះកូនមួយនេះកើតមកមានឪពុកហៅនឹងគេឯណាហៅតែពូនឹងកាលពីជំនាន់ប៉ុលពតគេហៅថាអាកូនអាពតថ្ងៃមុនទៅស្រុកបារាំងគេហៅថាកូនអាក្បត់ជាតិអញ្ចឹងបានជាកាកសំណល់របស់ពួកប៉ុលពតនៅតែសេសសល់នៅឡើយនេះសំបីតែកូនក្មេងក៏គេមិនអត់ឱនឲ្យដែរកុំថាឡាយឪពុកប៉ុន្តែខ្ញុំព្រះករុណាខ្ញុំមិនតបនោះទេទុកឲ្យភាពអគុណធម៌នេះវាបាត់ទៅបាទអរគុណច្រើនទាំងអ្នកលេងស៊ីបាទពលមានក្នុងប្រទេសទី2គឺតកតងនឹងសម្ដេចតេជោប្រតិកម្មអ្នករិះគន់ឈ្មោះស្ពានអាកាស5មករាតាមប្រភពពីគេហទំព័រដើមអំពិលបានឲ្យដឹងថាក្រោយពីបកប្រឆាំងបានធ្វើការរិះគន់ការដាក់ឈ្មោះស្ពានអាកាសតិចណូថាជាស្ពាន5មករានាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដេចតេជោហ៊ុនសែនបានប្រតិកម្មនិងបានបកស្រាយនៅមុខទាំងមុខមនុស្សទាំងនោះឲ្យបានយល់ច្បាស់ពីអត្ថន័យនៃការដាក់ឈ្មោះស្ពាននេះសម្ដេចតេជោហ៊ុនសែនបានធ្វើការបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធស្ពានអាកាស5មករានៅព្រឹកថ្ងៃទី5ខែមករាឆ្នាំ2016នេះថាការបាទដោយសារតែការសម្ពោធស្ពាននេះចំថ្ងៃ5មករាក៏បានដាក់ឈ្មោះស្ពាន5មករាតែម្ដងទៅសម្ដេចថាពីមុនដាក់ឈ្មោះស្ពានតិចណូប៉ុន្តែមិនមែនជារបស់សាលាតិចណូតែម្នាក់ឯងឯណាបាទដោយសារស្ពាននេះគឺបានជប់ជាមួយនឹងទីតាំងសំខាន់ជាច្រើនដូចជាអគ្គនាយកដ្ឋានទាក់ទងនឹងផ្លូវគំអ៊ីលសុងបាទនិងផ្លូវសហព័ន្ធរុស្ស៊ីសម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថាសាលារាជធានីបានស្នើសុំដាក់ឈ្មោះស្ពាន5មករាប៉ុន្តែធ្វើឲ្យខ្ញុំហួសចិត្តនោះគឺនៅត្រង់ថាប្រសិនបើអ្នកសារព័ត៌មានវាឈួតគណៈបកនោះក៏វាឈួតខ្ញុំឃើញភ្នំពេញប៉ុស្តិ៍ចុះផ្សាយថាស្ពានអាកាសដែលកំពុងធ្វើសម្ពោធនេះដាក់ឲ្យប្រើប្រាស់ចំថ្ងៃខួបអាពាហ៍ពិពាហ៍40ឆ្នាំរបស់នាយករដ្ឋមន្ត្រីក៏សួរទៅអ្នកនាំពាក្យបកមួយទៀតថាគេមិនចាប់អារម្មណ៍នោះទេខ្ញុំចង់សួរថាតើ5មករានេះជាថ្ងៃរបស់អ្នកទាំងអស់គ្នាឬក៏ជាថ្ងៃរបស់ខ្ញុំបើសិនជាកាសែតឈួតមេដឹកនាំបកក្នុងឋានៈជាតំណាងរាស្ត្រកុំឈួតបើស្ពានដាក់ឈ្មោះថាជាខួបអនុស្សាវរីយ៍អាពាហ៍ពិពាហ៍40ឆ្នាំរបស់សម្ដេចតេជោចាំថា
គឺ5មករាជាថ្ងៃរបស់មនុស្សជាច្រើននៅក្នុងពិភពលោកហេតុអីចាំបាច់មករករឿងអញ្ចឹងទាំងមេដឹកនាំនឹងកូនវាគឺឈួតខ្ញុំសូមផ្ដាំទៅវិញថាបើកាសែតឈួតយើងជាអ្នកនយោបាយកុំឈួតសូមបញ្ជាក់ថាស្ពានអាកាសនិងផ្លូវក្រោមដីតិចណូនេះមានស្ពានអាកាសប្រវែងស្ពានអាកាសមេប្រវែង382ម៉ែត្រទទឹង 15.8 ម៉ែត្រផ្លូវក្រោមដីមានប្រវែង356ម៉ែត្រទទឹង6ទៅ8ម៉ែត្រផ្លូវអមស្ពានប្រវែងសរុប825ម៉ែត្រទទឹង5ម៉ែត្រទទឹង5ម៉ែត្រកន្លះស្ថិតនៅប្រសពមហាវិថីសហព័ន្ធរុស្ស៊ីមហាវិថីគឹមអ៊ីលសុងនិងមហាវិថីម៉ៅស៊ីនតុងត្រង់ប្រសពគ្នាត្រង់ភ្លើងស្តុបតិចណូដែលចំណាយថវិកាសាងសង់ប្រមាណ14លានដុល្លារសហរដ្ឋអាមេរិកដោយក្រុមហ៊ុន OCIC ចាសសូមអរគុណច្រើនលោកវណ្ណស័ក្តិគណៈពេលនេះប្រិយមិត្តកំពុងបើកស្ដាប់ការផ្សាយផ្ទាល់កម្មវិធីនីតិព័ត៌មានប្រចាំថ្ងៃរបស់ស្ថានីយ៍វិទ្យុ FM ជាតិនគរភ្នំសម្រាប់ព័ត៌មាននៅក្នុងប្រទេសបន្តសម្ដេចតេជោហ៊ុនសែនឯកភាពឲ្យសាងសង់ស្ពានអាកាសចំនួន4ផ្សេងទៀតក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស5មករានៅព្រឹកថ្ងៃអង្គារទី5ខែមករាឆ្នាំ2016សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានយល់ព្រមតាមសំណើរបស់សាលារដ្ឋាភិបាលភ្នំពេញឲ្យសាងសង់ស្ពានអាកាសចំនួន4បន្ថែមទៀតដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញស្ពានអាកាសចំនួន4ដែលប្រមុខរាជរដ្ឋាភិបាលអនុញ្ញាតឲ្យសាងសង់នោះរួមមានទី1ស្ថាបនាស្ពានអាកាសបន្តោងចំនួន3ខ្សែដែលមានប្រវែងសរុប810ម៉ែត្រនិងផ្លូវក្រោមដីមួយខ្សែចំនួន606ម៉ែត្រទទឹង5ទៅ7ម៉ែត្រនៅឯចំណុចស្ពានក្បាលថ្នល់ចំនួន3ជាន់ស្ពាននេះត្រូវចំណាយទឹកប្រាក់អស់ជាង10លានដុល្លារអាមេរិកសម្ដេចបានអនុញ្ញាតឲ្យបើកចាប់ដំណើរការសាងសង់ទី2ស្ពានក្រោមដីផ្លូវក្រោមដីស្ពាននិងកែលម្អប្រព័ន្ធចរាចរណ៍នៅចំណុចប្រសពរវាងមហាវិថីសហព័ន្ធរុស្ស៊ីនិងមហាវិថីព្រះមុនីវង្សស្តុបមកសេមានប្រវែង340ម៉ែត្រទទឹង 14.70 ស្ថិតនៅខណ្ឌដូនពេញទី3ស្ពានអាកាសប្រសពផ្សារដីហុយមហាវិថីសហព័ន្ធរុស្ស៊ីជាមួយនឹងផ្លូវលេខ1019ផ្លូវហាណូយដែលត្រូវសាងសង់ក្របលើមហាវិថីសហព័ន្ធរុស្ស៊ីស្ថិតនៅខណ្ឌសែនសុខមានប្រវែង605ម៉ែត្រទទឹង 16.50 ម៉ែត្រដែលសាងសង់ឡើងដោយក្រុមហ៊ុនសៀងហៃទី4ផែនការកំពុងសិក្សាស្នើសុំហើយនាយករដ្ឋមន្ត្រីបានឯកភាពរួចរាល់ហើយនោះគឺស្ពានអាកាសល្បឿនលឿនប្រវែង13គីឡូ687ម៉ែត្រទទឹង19ម៉ែត្រលើផ្លូវរថភ្លើងបាទអរគុណច្រើនបាទពលមានក្នុងប្រទេសជាបន្តទៀតបាទទាក់ទងនឹងសមណសិស្សចំនួន124អង្គនាក់ក្នុងខេត្តស្ទឹងត្រែងប្រឡងយកវិញ្ញាបនបត្រធម្មន័យបត្រធម្មវិន័យទាំង3ថ្នាក់សម្រាប់ឆ្នាំសិក្សា2016នៅសាលាពុទ្ធិកសាសនាបាទពុទ្ធិកសាលាវត្តស្រះកែវបាទដែលហៅថាវត្តស្រះកែវមុនីវ័នបាទហៅវត្តលើក្នុងសង្កាត់ស្រះកែវឬសីបាទសូមទោសបាទគឺនៅក្នុងសង្កាត់ស្រះឫស្សីក្រុងស្ទឹងត្រែងបាទមានប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រីថ្នាក់ឯកកាលពីថ្ងៃទី3ខែមករាឆ្នាំ2016ក្រុមកិច្ចសហការពីអគ្គធម្មកថានបាទពុទ្ធិកសាសនាបាទពុទ្ធិកសាលាការិយាល័យធម្មវិន័យរួមនឹងមន្ទីរធម្មការនិងសាសនាខេត្តសម្រាប់ការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រីថ្នាក់តូថ្នាក់ឯកនេះគឺបានធ្វើឡើងនៅទូទាំងប្រទេសហើយវិញ្ញាសាប្រឡងមាន4វិញ្ញាសាក្នុងនោះរួមមានវិញ្ញាសាទី1ព្រះវិន័យធម៌វិញ្ញាសាទី2ពុទ្ធបវត្តវិញ្ញាសាទី3ប្រជុំកងធម៌និងវិញ្ញាសាទី4គឺសាសនាបាទគឺសាសនាសភាសិទ្ធបាទព្រះតេជគុណនូចន្ទថាព្រះមេគុណខេត្តស្ទឹងត្រែងមានសង្កេតការថាការប្រឡងនេះគឺជាការលើកតម្កើងនូវវប្បធម៌អរិយធម៌របស់ជាតិសាសនាជាពិសេសយើងរក្សានៅពុទ្ធសាសនារបស់យើងឲ្យមានកិត្តិយសខ្ពង់ខ្ពស់ទាំងពុទ្ធចក្រនិងអាណាចក្រដែលរចនាសម្ព័ន្ធទាំងពីរនេះត្រូវ
ដើរទន្ទឹមគ្នាដើម្បីចូលរួមចំណែកធ្វើឲ្យសាសនាជាតិយើងមានការរីកចម្រើនក្រុមដំបូលសន្តិភាពដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខថ្នាក់ដឹកនាំព្រះគ្រូមេគុណមានសង្ឃដីកាបញ្ជាក់ថាសមណសិស្សប្រឡងយកវិញ្ញាបនបត្រសិក្សាបឋមសិក្សាបឋមសិក្សាធម្មវិន័យថ្នាក់ត្រីថ្នាក់តូថ្នាក់ឯកត្រូវតែប្រតិបត្តិតាមអគ្គធិការដ្ឋានពុទ្ធកសាលាពុទ្ធកសិក្សាឲ្យបានត្រឹមត្រូវដើម្បីពង្រឹងនៅចំណេះដឹងប្រកបដោយសេចក្តីថ្លៃថ្នូរជួយពង្រឹងដល់ផ្នែកពុទ្ធសាសនាឲ្យមានភាពរឹងមាំព្រះគ្រូមេគុណខេត្តបានផ្ដាំផ្ញើបានឲ្យសមណសិស្សទាំងអស់ត្រូវខិតខំតាំងចិត្តឲ្យនឹងបំពេញកាតព្វកិច្ចប្រឡងនេះយកឲ្យបាននៅវិញ្ញាបនបត្រគ្រប់គ្នាបាទដើម្បីបន្តដឹកនាំព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យបានគង់កើនរុងរឿងតទៅថ្ងៃអនាគតសូមបញ្ជាក់ថាសមណសិស្សដែលចូលរួមប្រឡងយកវិញ្ញាបនបត្រធម្មវិន័យក្នុងខេត្តស្ទឹងត្រែងនាពេលនេះមានចំនួន124អង្គអ្នកចែកចេញជា5ថ្នាក់ក្នុងនោះមានថ្នាក់ត្រីចំនួន3ថ្នាក់ថ្នាក់តូចំនួន1ថ្នាក់និងថ្នាក់ឯកចំនួន1ថ្នាក់បាទសូមអរគុណសម្រាប់ព័ត៌មាននៅក្នុងប្រទេសបន្តគឺពិធីបុណ្យចម្បាំងនិងបុណ្យស្រូវលើកទី2នៅខេត្តបន្ទាយមានជ័យថ្ងៃទី4បើកឲ្យប្រជាពលរដ្ឋចូលទស្សនាមានរយៈពេល3ថ្ងៃតាមប្រភពពី Fresh News បានឲ្យដឹងថាអាយុដំថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរនិងជាប្រធានគណៈកម្មការអន្តរក្រសួងព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធជាច្រើនផ្សេងទៀតនៅល្ងាចថ្ងៃទី4ខែមករាឆ្នាំ2016នេះបានអញ្ជើញចូលរួមពិធីបុណ្យចម្បាំងនិងបុណ្យស្រូវលើកទី2នៅថ្ងៃទី4ដល់ថ្ងៃទី6ខែមករាឆ្នាំ2016ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនបានអញ្ជើញចូលរួមទស្សនាដែលជាទំនៀមទម្លាប់ពីបុរាណរបស់ពួកគេអាយុដំគូសុំសរឿតអភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាពិធីបុណ្យចម្បាំងចាប់ឲ្យប្រជាពលរដ្ឋបានចូលទស្សនាចាប់ពីថ្ងៃទី4រហូតដល់ថ្ងៃទី6នៅតាមផ្លូវជាតិលេខ6ត្រង់ចំណុចក្នុងភូមិទឹកជោឃុំទឹកជោស្រុកប្រណិតព្រះខេត្តបន្ទាយមានជ័យអាយុដំគូសុំសរឿតបាននិយាយក្នុងពិធីបុណ្យចម្បាំងនិងបុណ្យស្រូវនោះថាការរៀបចំពិធីបុណ្យចម្បាំងនិងបុណ្យស្រូវនោះគឺមានគោលបំណងដើមគឺការពារទឹកជំនន់ទៅនឹងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍសហគមន៍តាមរយៈការបង្កើតប្រភពកសិករទេសចរក្នុងខេត្តបន្ទាយមានជ័យតែម្ដងអាយុដំបានបញ្ជាក់ទៀតថាឆ្នាំមុនខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋជាច្រើនពាន់នាក់បានទទួលរងគ្រោះដោយសារទឹកជំនន់ជារៀងរាល់ឆ្នាំហើយឆ្នាំមុនប្រទេសកូរ៉េបានចុះមកសហការគ្នាជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យធ្វើពិធីបុណ្យចម្បាំងនិងបុណ្យស្រូវនេះឡើងដោយសហការជាមួយអង្គការ Vifanand Data Foundation សហព័ន្ធសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាដែលមានការចូលរួមគាំទ្រពីសំណាក់ក្រុមហ៊ុនកូរ៉េនិងក្រុមហ៊ុនក្នុងស្រុកជាច្រើនដើម្បីជំរុញឲ្យអ្នកវិនិយោគនិងពាណិជ្ជកម្មនិងទេសចរដើម្បីឲ្យចូលរួមធ្វើវិនិយោគក្នុងប្រទេសកម្ពុជាឲ្យបានច្រើនអាយុដំបានលើកឡើងថាប្រទេសកូរ៉េគ្រោងនឹងរៀបចំបុណ្យចម្បាំងនេះជារៀងរាល់ឆ្នាំនិងបង្កើតឲ្យមានសួនចម្បាំងនាពេលអនាគតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍកសិទេសចរក្នុងខេត្តបន្ទាយមានជ័យក្នុងពិធីបុណ្យចម្បាំងនិងបុណ្យស្រូវនោះមានពិធីការតាំងបង្ហាញនៅសួនវង្វេងនិងរូបចម្លាក់ធ្វើអំពីគំនូរចម្បាំងគំនូរសិល្បៈលើវាលស្រែលេងល្បែងកម្សាន្តបែបប្រពៃណីកម្ពុជានិងកូរ៉េរួមគ្នាការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុកនិងផលិតផលកូរ៉េនិងមានការប្រគំតន្ត្រីនៅពេលយប់ទៀតផងដើម្បីឲ្យប្រជាពលរដ្ឋមកទស្សនាកម្សាន្តបាទអរគុណកញ្ញាលីងស៊ីមបាទព័ត៌មានក្នុងប្រទេសជាបន្តទៀតបាទទាក់ទងទៅនឹងប្រាក់ពិន័យបាទប្រាក់ពិន័យពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបង់ចូលថវិកាជាតិចំនួន 4% ក្រសួងមហាផ្ទៃចំនួន 95% និងក្រសួងសេដ្ឋកិច្ចបាទចំនួន 1%យោងតាមសេចក្តីប្រកាសអន្តរក្រសួងលេខ 11870 ប្រកចុះថ្ងៃទី29ខែធ្នូឆ្នាំ2016បាទឆ្នាំ2015បានដឹងថាបាទស្តីពីការគ្រប់គ្រងប្រាក់ចំណូលដែលបានពីការផាកពិន័យអន្តរកាលចំពោះបទល្មើសបាទនិងច្បាប់ស្តីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលចុះហត្ថលេខាដោយឯកឧត្តមអ៊ុនប៉ុនមនីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងសម្ដេចក្រឡាហោមសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថាប្រាក់ចំណូលដែលបានពីការផាកពិន័យអន្តរកាលចំពោះអំពើល្មើសច្បាប់បាទនិង
អំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកត្រូវបានបែងចែកជាចំណែកសម្រាប់បង់ចូលថវិកាជាតិចំណែកប្រាក់រង្វាន់ផ្ដល់ជូនដល់ក្រសួងមហាផ្ទៃនិងចំណែកប្រាក់រង្វាន់ផ្ដល់ជូនដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្អែកតាមសមាមាត្រភាគរយធៀបទៅនឹងប្រាក់វិន័យបាទប្រាក់ពិន័យដែលប្រមូលបានបាទប្រាក់បង់ចូលថវិកាជាតិ 4% នៃប្រាក់ពិន័យដែលប្រមូលបានផ្ដល់ជូនទៅដល់ក្រសួងមហាផ្ទៃចំនួន 95% នៃប្រាក់ពិន័យដែលប្រមូលបានសម្រាប់ចំណាយឧបត្ថម្ភជូនមន្ត្រីនិងពង្រឹងយន្តការប្រមូលចំណូលនិងបែងជូននិងចែកជូនទៅដល់អង្គភាពគោលដៅដូចខាងក្រោមនគរបាលចរាចរណ៍ផ្លូវគោកដែលបំពេញភារកិច្ចនៅនឹងកន្លែងចំនួន 70% នគរបាលសំទោសបាទគឺនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការរដ្ឋាននគរបាលជាតិគឺចំនួន 10%ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន 9%ផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកក្រុងខណ្ឌចំនួន 5%ផ្ដល់ជូនអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ 1%ផ្ដល់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន 1% នៃប្រាក់ពិន័យដែលប្រមូលបានបាទសូមអរគុណច្រើនលោកវណ្ណសាសម្រាប់នៅពេលនេះយើងសូមឈានចូលដល់ព័ត៌មានអន្តរជាតិវិញម្ដងចា៎គឺពិភពលោកកំពុងព្រួយបារម្ភពីភាពតានតឹងខ្លាំងមែនទែនរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់តាមប្រភពពីគេហទំព័រដើមអំពិលបានឲ្យដឹងថាប្រទេសជាច្រើនរួមទាំងមហាអំណាចពិភពលោកបានបង្ហាញពីការព្រួយបារម្ភខ្លាំងមែនទែនជុំវិញភាពតានតឹងនៅតែបន្តកើតឡើងរវាងប្រទេសអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ក៏ដូចជាភាពមិនស្រាកស្រាននៃចំនួននៅតំបន់មជ្ឈិមបូព៌ាផងដែរទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរចេញផ្សាយនៅថ្ងៃទី5ខែមករាឆ្នាំ2016នេះឲ្យដឹងថាភាពចម្រុងចម្រាសបានផ្ទុះឡើងក្រោយពីមានការលេចធ្លោរបស់បព្វជិតនិកាយស៊ីអ៊ីតរបស់អារ៉ាប៊ីសាអូឌីតត្រូវបានវាយប្រហារនៅឯស្ថានទូតរបស់ខ្លួននៅទីក្រុងតេហេរ៉ង់ប្រទេសអ៊ីរ៉ង់ធ្វើឲ្យប្រទេសនេះនិងដៃគូក្នុងតំបន់របស់ខ្លួនប្រេះស្រាំភាពជាដៃគូជាមួយនឹងអ៊ីរ៉ង់ដូចគ្នាគួរបញ្ជាក់ថាក្រោយពីមានការវាយប្រហារនៅស្ថានទូតនិងស្ថានកុងស៊ុលទីក្រុងម៉ាហាតនៃប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសរំលាយចំណងតាក់ទងការទូតជាមួយនឹងអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យនិងស្នើឲ្យស្ថានទូតនិងកុងស៊ុលទាំងអស់របស់អ៊ីរ៉ង់នៅក្នុងប្រទេសនេះដកចេញក្នុងរយៈពេល48ម៉ោងក្រោយពីការប្រកាសនេះប្រទេសកាន់សាសនាមូស្លីម3ប្រទេសបានចូលរួមជាមួយនឹងអារ៉ាប់ដោយបានផ្ដាច់ចំណងការទូតជាមួយនឹងអ៊ីរ៉ង់ដូចគ្នានេះជាភាពតានតឹងថ្មីផ្នែកការទូតនៅតំបន់មជ្ឈិមបូព៌ាដែលតម្រូវឲ្យមានការដោះស្រាយជាបន្ទាន់និងប្រយ័ត្នប្រយែងបំផុតព្រោះថាវានឹងបង្កឲ្យសេដ្ឋកិច្ចពិភពលោកជួបបញ្ហាបាទហើយព័ត៌មានអន្តរជាតិចុងក្រោយនេះបាទគឺរថយន្តក្រុងនៅចិនបណ្ដាលឲ្យមនុស្សស្លាប់បាទផ្ទុះរថយន្តក្រុងនៅចិនគឺបណ្ដាលឲ្យមនុស្សស្លាប់ចំនួន14នាក់បាទតាមប្រភពពីគេហទំព័រដើមអំពិលបានឲ្យដឹងថាមនុស្សចំនួន14នាក់បានបាត់បង់ជីវិតនិងជាង30នាក់ទៀតរងរបួសបន្ទាប់ពីរថយន្តក្រុងដែលពួកគេជិះបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅព្រឹកថ្ងៃអង្គារទី5ខែមករាឆ្នាំ2016នេះស្ថិតនៅក្នុងតំបន់ស្វយ័តនីសៀបាទសៀហ៊ុយភាគពាយ័ព្យប្រទេសចិននេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរឧបទ្ទវហេតុដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង 7 ព្រឹកដោយពេលនោះបានរថយន្តក្រុងពាក្យស្លាកលេខ NO 301បានផ្ទុះយ៉ាងសន្ធោសន្ធៅដោយមិនដឹងមូលហេតុតែម្ដងនៅឯសង្កាត់ហេណាននៃទីក្រុងយិនជុនមនុស្សរងរបួសទាំងអស់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្នុងតំបន់ហើយសម្រាប់មូលហេតុនៃការផ្ទុះខាងលើនេះគឺប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតនៅនឹងកន្លែងផងដែរបាទសូមអរគុណចា៎លោកវណ្ណសាដោយសារតែព័ត៌មានដែលយើងផ្ដល់ជូនទៅកាន់ប្រិយមិត្តអ្នកស្ដាប់ពាក់ព័ន្ធជាមួយព័ត៌មានក្នុងខេត្តព័ត៌មាននៅក្នុងប្រទេសនិងព័ត៌មានអន្តរជាតិនៅពេលនេះយើងសូមបញ្ចប់តែប៉ុណ្ណេះហើយនៅពេលបន្តិចទៀតនេះកម្មវិធីយើងនឹងឈានចូលវគ្គព្រឹត្តិការណ៍បច្ចុប្បន្នចា៎ឥឡូវនេះកម្មវិធីយើងឈានចូលដល់វគ្គព្រឹត្តិការណ៍បច្ចុប្បន្នតែម្ដងក្នុងកម្មវិធីព្រឹត្តិការណ៍បច្ចុប្បន្នរបស់យើងសម្រាប់ថ្ងៃនេះសូមអញ្ជើញប្រិយមិត្តទៅស្ដាប់នៅសម្រង
ចាប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីបើកដាក់ឲ្យប្រើប្រាស់ស្ពានអាកាស5មករានៅជាប់សាលាតិចណូកាលពីថ្ងៃទី5ខែមករាឆ្នាំ2016ព្រឹកមិញនេះដែលបានប្រកាសបញ្ចុះតម្លៃធ្វើបានបើកបរម៉ូតូពី 60,000 រៀលមកនៅត្រឹម 25,000 រៀលអ្នកដូរបានបើកបរម៉ូតូយកតម្លៃត្រឹម 20,000 រៀលនិងបញ្ហាមួយចំនួនទៀតដែលមានខ្លឹមសារដូចតទៅនេះបន្ទាប់ពីបានសិក្សាស្រាវជ្រាវខ្ញុំមិនអាចយកសំណុំស្រាវសំណុំពោមួយចំនួនរបស់ទីប្រពិតហើយខ្ញុំមិនអាចយកដឹងថាមួយចំនួនមិនសប្បាយចិត្តជាមួយនឹងការអនុវត្តនៃច្បាប់ចរាចរណ៍ថ្មីប៉ុន្តែសូមប្រជាពលរដ្ឋរបស់យើងទុកឱកាសឲ្យរដ្ឋាភិបាលអនុវត្តមួយរយៈសិនហើយប្រជុំដកវិសោធន៍មិនមែននឹងណាខ្ញុំបានពីគ្រូវិទ្យាសាស្ត្រជាមួយសម្ដេចតារាហោតគ្រីយើងទៅនឹងអនុវត្តដល់3ថ្ងៃចុះប្រតិកម្មពីទៅនេះប្រតិកម្មពីទៅនោះហើយអានទៅលើ Facebook គឺប្រហោះជាប់ប៉ុន្តែយើងមិនគិតអំពីសំណូមពររបស់ប្រជាពលរដ្ឋទេយើងគិតក៏ប៉ុន្តែចំណុចវានៅកន្លែងណាមហាថាខាងប្រៃនគរបាលមហាទីនឹងដឹកនាំការប្រជុំដកវិសោធន៍តើចំណុចខ្វះខាតនៅទីណាដើម្បីកែតម្រូវបតណ្ណាពធូណាប៉ុន្តែមានរឿងមួយខ្ញុំណាខ្ញុំគួរតែនិយាយដែរព្រោះថាមានបែរជាប្រសំគួរទៅខ្ញុំណាខ្ញុំខមមិនចូលទៅថាសម្ដេចតើប្រសំមើលអាត្មាឲ្យចាក់មួស្វាគមន៍ដែរអានេះក៏សូមតែសូមអារម្មណ៍នេះព្រោះសូមជួយនិយាយជាមួយណែដល់ពេលប្រជុំជាការជាមួយនឹងនេះផងឲ្យជួយក៏មិនចេះផាកលោកផងតែមិនច្បាស់បងលោកតាពីម៉ូតូបរិយាក្រោយតើត្រូវតែមួយប្រវត្តិទៀតដែរអត់ខ្ញុំរាខ្ញុំមិនស្គាល់ជួទេទុកឲ្យរដ្ឋមន្ត្រីមហាផ្ទៃធ្វើកិច្ចការនេះនឹងអំពីការលើកលែងថាអ្នកទីខាងក្រៅនឹងជាប្រសំគឺមិនចាំថាតែបួសប្រមាណទៅចូលបានក្នុងប្រោយចេះទៅបួសមកចិត្តទៅទុកខ្ញុំណាខ្ញុំមិនមែនជានេះទេប៉ុន្តែគាត់ថាអាហ្នឹងក៏ជាដំណោះពោតាមមេតាមពលលើកឡើងសួរប្រកាន់សួរតាម Facebook មកអញ្ចឹងខ្ញុំណាខ្ញុំក៏ត្រូវយកបញ្ហានេះដើម្បីប្រគល់ឲ្យរដ្ឋមន្ត្រីដែលទទួលបន្ទុកការងារនោះហើយឥឡូវវាខ្វះខាតនៅកន្លែងណាអីនៅកន្លែងណាប៉ុន្តែបើតាមដឹងណាខ្វះខាតអ្នកដែលទិញម៉ូតូអត់ពន្ធទិញឡានអត់ពន្ធអ្នកនឹងប្រតិកម្មផងជាគេវាចេះចូលឲ្យយើងមកបងពុនទៅជាប់ហើយជាប់រឿងហើយយកអីទីប៉ុន្តែមកពីយើងហើយមានក៏មកពោលតែសុំពញាពេលពញាមិនដឹងប្រហែល10ឆ្នាំហើយពញាយូរហើយចឹងអនុវត្តនៅបន្តអនុវត្តក៏ប៉ុន្តែតើកែតម្រួលកន្លែងណានឹងជាបញ្ហាដែលសម្ដេចតារាហោតគេនឹងដឹកនាំការប្រជុំបុគ្គលហើយកែតម្រួលកន្លែងណាមានបងប្អូនយើងបានគឺសំណូមពរតាម Facebook ឲ្យខ្ញុំណាខ្ញុំបានមើលសំណូមពរទាំងអស់នោះខ្ញុំប្រកាសណាខ្ញុំក៏បានកត់ត្រាទុកហើយខាងផ្នែកនគរបាលទេនិងមហាត្រីគឺក៏បានយកអត្ថាធិប្បាយទាំងអស់យកទៅដើម្បីធ្វើការគិតគូរព្រោះឥឡូវសម័យពលរដ្ឋវិទ្យាមិនមែនត្រឹមតែ Facebook មួយទេមានតាមទូរទស្សន៍មានតាម website គេហទំព័រនិងមានតាមអីប្រព័ន្ធនេះប្រព័ន្ធនោះដើម្បីអីចឹងសូមបងប្អូនប្រជាពលរដ្ឋរបស់យើងអត់មួយប្រទេសបើសិនជាយើង
សូមបីតែអូនស្រីខ្ញុំកណាខ្ញុំតិចទៀតនៅខ្លាំងចុះមិនគូអូនស្រីខ្ញុំកណាខ្ញុំអាចទៅរឿងអញ្ចឹងទៅកើតតើដើម្បីការពារប្រជាជនឬដើម្បីភាពប្រកបប្រជាជនអូនស្រីខ្ញុំកណាខ្ញុំបោះតាមទៅបោះអូយហើយពីអន្តរជាតិយកទៅផ្សាយទៅកើតផ្សាយម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតមកពីគឺរីករាយថាមកពីគឺរដ្ឋាភិបាលពីគឺដើម្បីកាត់ប្រជាជនចាំបាច់គឺទៅអីប៉ុន្តែតម្លៃរបស់វានៅកន្លែងណាគឺការពារជីវិតមនុស្សបានទៅធ្វើបើទោះបីជាមានបញ្ហាខ្លះកើតឡើងប៉ុន្តែជីវិតទៅវាសំខាន់សូមប្រាំទៅកូនទៅវិញឲ្យស្គាល់បញ្ហាសំណងពោមកទៅរួមមកទៅជាពិសេសសំណងពោមកនិយាយថាទៅតែបងប្រុសប៉ុន្តែកូនទៅចាំថាបងមួយនេះជាបងរបស់អូនគ្មានហេតុផលណាត្រូវធ្វើបាបពីគឺប៉ុន្តែមនុស្សខ្លះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនទៅតើនិយាយរំរៃហ្នឹងហើយរដ្ឋមន្ត្រីទទួលបន្ទុកការងារហ្នឹងនៅបន្តអោបដៃដល់ណាទៀតជាពិសេសការពាក់មួកសុវត្ថិភាពវាជាតម្រូវការគ្រប់ប្រទេសទាំងអស់គ្រាន់តែដើម្បីការពារក្បាលនៅពេលដែលមានបញ្ហាកាត់បន្ថយការស្លាប់កាត់បន្ថយការរស់ខ្លួនមិនតែទីនេះដើម្បីឲ្យគឺដើម្បីជីវិតមនុស្សដើម្បីការរស់រានរបស់ប្រជាជនកុំមើលឃើញអាបញ្ហាដែលគេខត់ចាក់ផ្ទះនោះជាបញ្ហាព្រោះដោយសារតែគាត់មិនគោរពនោះហើយបានគេចាក់បើគាត់គោរពមានអាណត្តិចាក់យើច្បាស់ចេះមកទៅទទួលស្គាល់ថាវាអាចមានចំណុចនៅកន្លែងនេះខ្វះខាតនៅកន្លែងនោះខ្វះខាតក៏ប៉ុន្តែប្រទេសនេះមិនមែនគ្រួសារមួយទេនេះជាប្រទេសបងប្អូនមិនមែនជាមួយក្រុមឬមិនមែនមួយភូមិទេមកប្រទេសជួនកាលលេចឡើងនៅចំណុចខ្វះខាតត្រឹមតែជាង 20,000 ភូមិជាង 20,000 ភូមិជិត 20,000 ភូមិយើងថាមាន100 ភូមិចុះតែមានចំណុចខ្វះខាតមាន100 ទីតាំងដែរមានចំណុចខ្វះខាតតើអាចយក100 ទីតាំងនេះយកមកលុបប្រមាថនៅសកម្មភាពប្រមាណ 20,000 ភូមិបានឬក៏ត្រូវខិតខំពង្រឹងអាចចំណុចដែលល្អហើយកាត់បន្ថយលុបបំបាត់អាការខ្វះខាតដែលមាននៅតែសល់100ចំណុចតាមរយៈការប្រជុំដកចោលបាក់អនុវត្តមិនទាន់បានស្អីផងសូមជប់សិនអាចមើលខែសិនបានដល់ណាទៀតកំពុងតែដំណើរការទៅហើយកំពុងដំណើរការទៅហើយជើងខ្ញុំមិនយកណាធ្វើជាគួរអត់ទេយកអូនស្រីខ្លួនឯងទៅគួរបង្ហោះតាមទៅមកសម្រាប់ខ្ញុំមិនស្រាប់ណាទេអូនស្រីខ្លួនឯងទៅជាទេព្រោះហាក់ដូចជាសុភារីករាយថាពិបាកវាដឹកចូលហើយយើងទទួលស្គាល់ហើយសំណូមពរយើងទទួលស្គាល់ទទួលយកមកគិតក៏ប៉ុន្តែពេលវេលានៅខ្លីណាស់ក្នុងពេលអនុវត្តនៅតាមកន្លែងមួយតែមានការកែសម្រួលជាបន្តតាមថ្ងៃតាមវេនទៅទៀតតាមវេនទៅទៀតចឹងសូមទុកពេលបើយើងមិនធ្វើទេរឿងទៅចំដែរនៅកន្លែងព្រោះឯងនាំវាទៅទទួលព្រះនាំវាទៅទទួលអាស្រ័យទៅលើកម្មព្រះនាំវាទៅទទួលខ្សែទៅលើកម្មវិជាហើយចុះពីព្រះឲ្យតើថាបើស្រវឹងក៏បាត់មក
bà có không sửa ăn cái việc rồi ta phải luôn đây cơ mà nét tin nét áp của lúc nâng rồi thôi thì lưu cho bé rồi mà sao đừng sao cái thuốc qua là biết có an phát muốn mong một cái giúp cứ outside đi không biết gì riêng là ra còn cái mua tham thì phúc lúc thế ai nâng we are after thế đi nét này thì nên chưa chơi cứ khỏe ăn khỏe ho hay là cái mong gì về nào khỏe ăn này ăn lê ôi ấy Johnny Walker ăn lê à buồn nè còn lật ra còn này còn lật ra ôi mình ăn lại chứ còn lúc tôi này đâu bên nào đại người ăn nó cái vô nó đâu nhớ nó mình cái thà nó còn mang nó quay của mang đây nó thì đâu hơi mà đo mà đấy classic ha đấy là như là lúc tay lúc năm rồi có thật cái nước cái dài như tôi một tay thì là thì nói là một đo cho mình ăn cho chua đo tay này ha 4ចាប់ផ្ដើមពីឡានទៅកូនស្រាមទៅឥឡូវខ្ញុំគណៈខ្ញុំសូមឆ្លក់ឆ្លើយបញ្ហានេះដោយតាមរយៈសមាធិរបស់នេះតាមពុតអេរ៉ាប៉ាទីនោះបានធ្វើទៅតាំងពីថ្ងៃទី1ដល់ទី30ខែនោះនោះនឹងវាបាន2ឆ្នាំដែរ30 31នៃឆ្នាំ2015ហើយចូលមកដល់ថ្ងៃ4នឹងផ្ញើទៅបរិយារដ្ឋបេសាប្រធានទីcòn cái đời ta cái trong đá trong tôi còn biết là ao vua là kết nhất trong đá cái của cha tôi là trong tiền to của nó cả rồi và bố phát từ đá quay bài án hiểu đấy thì môi ham non trôi bằng to tiết mình tha tay nhận nơi lại với dư cả đá thì hot ao ham hot ao vua chua một điều gì anh cứ thì mùi mắc lọt thì cái gì bởi do nó biết Hà Lan thì cô Trump cứ nơi tay mình cho nơi của mà nó là biết là bao nhiêu người là mã nó đúng không Phật tên mày chẳng nuốt bao Trump Phật tên mày chẳng nuốt bao gì thấy mày là má Brunei Malay Singapore Philippines à Philippines Ada Philippines đôi dây vịt anh đâu về lý vậy là dân Phan Nam Campuchia Lào Việt Nam Philippines anh đâu về lý cái đôi gì anh đâu về lý Nam thì có Nam dân cứ phổ môi Nam nắng buồn trời dân ba thì dương ngọc thay á thì thay vào dương sư bạn vào thì dương tao như năm tuổi có dân nhạc này đài thôi một dương trẻ là ba con dương cho nó cảm ít tới tay trẻ bao trẻ lắm trẻ gửi trẻ tham được từ hai của đào trang với của cho nó tí hạng nhá ở cho một bọn quân là do thiết sót bắt cho cô đưa từ cô tham đã cho cô miên nơi cảm gì cứ bó bố đang mà con để nó tham mua rồi cứ để luôn đây nè cứ không cho một bọn quân hỏi nay ở nhà có phải tham bao gì tại số thao thiết cho bắt đôi như vậy ai khi bây bỏ vô của nó có thá không chẳng phải đồ cô hay của biết mình lôi cô đi nhá ở bao của cô cả cho cô bạn đồ cô biết được nát như là làm cái gì chưa thấy anh làm không thực hiện anh on lại họ đó chờ tê nó bỏ uống đang mà toàn đại sát tại ba bác này một ngày đi chưa cả đô của bác này của quân mẹ là còn ra là nó bỏ ôm
hết bò bồn con thầy ấy ăn cả bán ngày thở nó chứ ngày thở nó cứ thác không vô tôi phải lên đó việc thác hai người nhá ở châu một bọn quân là ra việc thác chỗ cô rồi dân chỗ thác đại của không nguyên được làm gì mà đây là nguyên sống đây này mình chẳng bách ở đâu thì cô tế tổng rác rồi dân đại của không nguyên phải bỏ bạn đây ta trở lại rồi dân mong cho một ai biết chặt tục thác đi rồi dân không phải chẳng cả con hoa ở cái gió mà làm nàyคือthác rất gió gió đang cân của gió Pertanyaan ini tidak tahu kebunan an đại vui đại. Thầy lớn chắc to từ năng của nông phố của chi phố rắc đại luôn nơi tam nơi kia để vui. Nơi phê là cho người ta cho bạn đọc lời về dục. Dục nông cứ ta còn hót bây giờ. Còn hót phê bộ bây giờ. Tuy muối còn hót sớm xa mẹ cái nơi phê về thế. Hoặc chẳng bạch phương bóng mà quan rời đi đi rứ kho bóng mạch năng và tam phê bốc lô vốn đã mà đọc bầy mơn phi buồn phân bà tam này khá nhà có khá của bầy cả buồn mơ đi phân phỏ mang mơn ở đây cứ ở đây bóng lại đi đó và tỏ tới của họ mùi biết lời đi thời gian mà ra can cà phê đời dân tộc chất xong nuôi cho cô mẹ ra can cà phê áo chặt thì phê dục nụ máu cứ ạt miên bằng cái gì thì ở đây bao bốn cứ mà đấy áo nhắc đại cây đấy dân toàn thực sự đấy bọn ấy tìm sợ của mình thì đánh quyết cái gì anh ấy thì ra cho cô nơi là chọn cho vậy toàn vui thế này nơi còn ngon luôn ra chứ này không quyết à mình làm sai của con này không thầy lớn bà tam và bài cả lời kia này buồn còn buồn bạn vào kia ảnh thuộc sầm rác rốt dùn tất cả có là rốt dùn tình tiết chuẩn luôn rốt dùn tất cả có như chuẩn luôn bắt mơn buồn rong sai từ tí cử nâng rốt dùn đó tình tiết còn bay mơn của buồn quá bây giờ phải cho của buồn cử phần tay lớn đi rốt dùn cô xa đã nâng mà tay đi xa để luôn nơi sang phải kia để buồn miền rốt dùn bay mơn áp tuy mơn bay quan của buồn rơi của bơi cử đã trong hút ban còn nát ác ác hiên hương hào rốt dùn đi trời bóng thay tay mà mơ ra một con bầy ơi màu đứng một con bầy ơi đến cứ tay cho nó hốt chân thầy nói nhé chắc vì khai của pin là ra tới chia cả đâu tầm áp khai của pin là ra rốt dùn đã liên chuẩn muôn bay mơn phi con của muôn nơi của pin cứ đã luôn nơi ôm trong can chiếc lời chiếc để buôn cả họ mình tay con nuôi to được gì thì ngân liên lương phi để ta gặp lại của nó đấy ngay khi bên mẹ ra tay khu vô thì màu này như chỉ phải hạ tiết màu mặt luôn mà sao mấy anh bạn thì cô thì vui nên ngày đó cô con đi làm đẹp đẹp hơn tới một hơi ta chắc thì mau ngà từ bởi vô nước ra bay chết ngay từ ác mày dưới cứ thác ta từ hôi bạc đây khử anh ấy một bài anh ấy tao mau của vui cực lấy của vui cực mưa ta khử
là cứ là lấy lấy cầm tôm mau ba cái đây thả mau đập đi cho đập tôm này đi tôm mùi này tí cứ ba cái đây nơi nó giúp ngay của tôi hát ngay của tôi là chắc từ mau nó tới cứ rốt dân chiaពីមើលគ្រឿងនេះអត់ទៅបងមួយទៀតទេអាហ្នឹងសម្រាប់បែងចែកមកស្មើហ្នឹងមួយទៀតទៅមានការប្រជុំប្រកាន់ដោយមានការចូលរួមពីក្រសួងមហាផ្ទៃក្រសួងសាធារណការនិងក្រសួងសេដ្ឋកិច្ចនិងក្រសួងនិងក្រុមហ៊ុនដើម្បីកំណត់បន្ថែមទៀតអំពីចំនួនរថយន្តដែលបងប្អូនទិញថ្មីក៏ត្រូវតែបានមិនត្រូវបងប្អូនព្រោះបើហើយមើលទៅទិញរងហ្នឹងបើតាមចំនួនរថយន្តនេះទិញរងហ្នឹងគឺតែទិញរងហ្នឹងប៉ុន្តែវិសាលភាពនោះជួនកាលអ្នកនឹងគិតតែអាតាមលើចុះអានៅក្រោយ300ម៉ែត្រនៅក្រោយនោះតែអានឹងចូលក្នុងនៅក្នុងអានៅសខាងផ្លូវជាតិមួយនេះអត់តែនិយាយខ្ញុំគិតថានឹងអាចកើនដល់ជាទី3000គ្រឿងតែទៀតតដែលមិនត្រូវលុយមិនត្រូវលុយហើយក៏ត្រូវគិតផងដែរនៅកណ្ដាលតែផុតពីផ្លូវជាតិមួយមកប៉ុន្តែនោះអាការចេញចូលទៅខាងណែអង្គគ្រូនេះក៏អត់ទៅដល់ទេគាត់អាការចេញចូលទៅខាងអង្គគ្រូអាការចេញចូលទៅខាងអង្គគ្រូតែគាត់អត់ទៅពូកោម្ល៉េះគាត់ទៅមើលពីការគាត់ទៅអង្គគ្រូគាត់កាត់អាការហ្នឹងទៅគាត់បងលុយម្ដងដល់ទៅវិញគាត់បងលុយម្ដងទៀតអញ្ចឹងអាហ្នឹងគាត់ត្រូវបានគិតគាត់ត្រូវបានគិតតែបើគាត់ទៅហួសទៅដល់អាការមួយនោះអានោះគេយកអាហ្នឹងត្រូវគិតជាកញ្ចប់នៃបញ្ហាដែលត្រូវដោះស្រាយឲ្យបងប្អូនផងចឹងទេសម្រាប់ផ្លូវជាតិលេខ4បានដោះស្រាយមួយដល់ទៅលើបញ្ហាអ្នកដែលនៅសងខាងផ្លូវមកក៏ត្រូវចែកឲ្យដាច់ហើយត្រូវប្រជុំដើម្បីពង្រីកពិនិត្យមើលវិសាលភាពនៃតំបន់ដែលបងប្អូនត្រូវឆ្លងកាត់ដែលនេះមិនមែនអត់នៅជាប់លើប៉ុន្តែគឺពីកោផ្លូវហ្នឹងភូមិគាត់នៅ300ម៉ែត្រហើយចុះគាត់បានរមកអត់យកលុយនឹងនិយាយដែរអត់ហ្នឹងមួយទៅហើយឡើយដល់រឿងបញ្ហាថ្លៃបានបើកនៅរឿងធំជាងគេគឺធំជាងគេថ្លៃបើកនេះបានបើកហើយលើខ្ញុំណាខ្ញុំសូមពន្យល់ពីបានបើកបន្តិចបានបើកអ្នកណាក៏ត្រូវតែមានដែរហើយតែអ្នកត្រូវធ្វើការបើកមិនអាចចេញពីបានទេអ្នកអាចចេញម៉ូតូគេបានចេញឡានគេបានប៉ុន្តែអ្នកឯងមិនអាចចេញបានរបស់បើកបានទេទោះបីឡានរបស់អ្នកឯងតែបានបើកមនុស្សផ្សេងគឺអត់បានទេអានឹងដូចជាអត្តញ្ញាណបានចឹងព្រោះមានបងប្អូនមួយចំនួនគឺបាននិយាយថាម៉ូតូមួយជិះមកផ្ទះអញ្ចឹងបើធ្វើទៅវាអស់លុយច្រើនពីមុនបានបើករបស់យើងអាចចិនត្រៃ100ឆ្នាំក៏នៅមានតម្លៃដល់ឥឡូវយើងមកព្រួយមកផ្លេចវិញហើយឲ្យមកធ្វើបញ្ញាទៀតប៉ុន្តែសម្រាប់កន្លងមកគាត់ទុករយៈពេល3ខែសម្រាប់3ខែក៏មានក្រុមការខិតខំដើម្បីទីដើម្បីទីចឹងតម្លៃប៉ុណ្ណាពីមុន60000រៀលបូកជាមួយនឹងតម្លៃពីលើសុខភាព74000រៀលបើក៏74000រៀលដែរដូច្នេះគឺឥឡូវនេះបងប្អូនទៅបានអាចធ្វើបានបើវិញចឹងម៉ូតូដែលធ្លាប់ជិះថាដូច
តែថាមានម៉ូតូមួយជិះដល់មនុស្ស3នាក់អញ្ចឹងគឺបានហើយនេះត្រឹមតែមួយខ្លាយក្រាស់នេះត្រឹមតែមួយខ្លាយក្រាស់នេះគាត់តែយកសេវាខ្លាយក្រាស់ប៉ុណ្ណឹងនេះអញ្ចឹងសូមមកពីលើឲ្យមានការខិតខំធ្វើទៅអត់មានទាំងអ្នកដែលត្រូវការក៏មកធ្វើទាំងអ្នកធ្វើឲ្យគេក៏ត្រូវតែធ្វើបាននិយាយចាកុំយកទៅលេងទេចឹងសង្ឃឹមថារឿងនេះត្រូវបានដោះស្រាយហើយរឿងនេះវានឹងពង្រឹងនៅស្ថានភាពនៃច្បាប់ចរាចរណ៍ដែលកំពុងអនុវត្តនេះផងដែរឥឡូវអ្នកដែលអត់ទាន់មានបានគឺប៉ូលីសជាអត់តាក់គាត់នេះប៉ូលីសជាអត់តាក់គាត់អាបានចាក់បានថ្មីឬអ្នកបន្តរៀនបានប៉ុន្តែខ្ញុំសូមប្រងឲ្យសាស្ត្រជូនមកទឹកខិតខំធ្វើអ្នកដែលអត់ទាន់មានមុនអាចជាឲ្យអ្នកដែលអត់ទាន់មានមុននេះធ្វើដល់នឹងមុនដែលអ្នកដែលមានបានរួចហើយដល់យើងដូរអាចធ្វើតាមទៅព្រោះកម្លាំងយើងវាមិនគ្រប់មនុស្សស្គាល់ជាប់ពីមានជាពីមាននេះដែលអត់បានធ្វើយើងទៅសម្រុកធ្វើឲ្យអាចធ្វើសម្រាប់អ្នកដែលអត់មានមុនអត់មានមុនលោកស្រីអ្នកនាងកញ្ញាប្រិមិត្តទើបតែបានស្ដាប់ពាក់ព័ន្ធជាមួយនឹងប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីចាស់ក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស5មករានៅជាប់សាលាតិចណូចាស់កាលពីថ្ងៃទី5ខែមករាឆ្នាំ2016នេះពាក់ព័ន្ធជាមួយនឹងការបញ្ចុះតម្លៃចាស់ធ្វើបានបើកបរពី 60,000 រៀលមកនៅត្រឹម 25,000 រៀលហើយអ្នកសម្រាប់អ្នកដែលដូរបានបើកបរម៉ូតូហ្នឹងគឺយកតម្លៃត្រឹមតែ 20,000 រៀលប៉ុណ្ណោះចាស់ហើយមុននឹងយើងឈានចូលដល់វគ្គព័ត៌មានសន្តិសុខសង្គមកម្មវិធីយើងសូមអនុញ្ញាតសម្រាប់បន្តិចសិនបាទឥឡូវយើងចូលដល់វគ្គព័ត៌មានសន្តិសុខសង្គមដល់បាទជាងវគ្គព័ត៌មានសន្តិសុខទី1បាទគឺតកតងទៅនឹងជនសង្ស័យចំនួន4នាក់ត្រូវបានកងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបឃាត់ខ្លួនបាទយុវជនចំនួន4នាក់ត្រូវបានកងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង 9:00 នាទីថ្ងៃទី4ខែមករាឆ្នាំ2016នៅបន្ទប់ផ្សេងៗគ្នាស្ថិតនៅក្នុងភូមិចុងកស៊ូសង្កាត់ស្លកាមក្រុងសៀមរាបពីបទប្រើប្រាស់និងជួញដូរថ្នាំញៀនខុសច្បាប់ដែលក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីនេះដោយមានការចូលរួមសហការពីកងកម្លាំងនគរបាលព្រំប្រទានកម្រិតស្រាលនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបបើតាមការឲ្យដឹងពីកងកម្លាំងសមត្ថកិច្ចបានឲ្យដឹងថានៅបន្ទប់ជួលទី1សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន3នាក់ក្នុងនោះរួមមានឈ្មោះខួនបូឡាភេទប្រុសអាយុ17ឆ្នាំមុខរបរគ្មានពិតប្រាកដបាទគឺទីលំនៅក្នុងភូមិចុងកស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាបទី2ឈ្មោះតុបតាំងបាទភេទប្រុសអាយុ24ឆ្នាំមុខរបរគ្មានទីលំនៅភូមិជ្រៃឃុំកណ្ដែកស្រុកប្រាសាទបាគងបាទនិងទី3ឈ្មោះចិនចៅភេទប្រុសអាយុ20ឆ្នាំមុខរបរលក់លីហាលនៅក្នុងភូមិចុងកស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាបជនសង្ស័យទាំង3នាក់នៅក្នុងនៅចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពថាខ្លួនធ្លាប់ប្រើប្រាស់ពីមុននៅបន្ទប់ជួលទី2សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសួនពិសិដ្ឋភេទប្រុសអាយុ23ឆ្នាំមុខរបរជាបុគ្គលិកក្រុមហ៊ុនស្រាបៀររស់នៅក្នុងភូមិជ្រៃឃុំកណ្ដែកស្រុកប្រាសាទបាគងក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតបានម្សៅមេតាំហ្វេតាមីនចំនួន1កញ្ចប់និងទូរស័ព្ទដៃ1គ្រឿងបាទជនសង្ស័យចំនួន4នាក់បានធ្វើការសាកសួររួចពីកងកម្លាំងសមត្ថកិច្ចត្រូវបានបញ្ជូនជនសង្ស័យបាទឈ្មោះសួនពិសិដ្ឋនិងវត្ថុតាងទៅសាលាដំបងខេត្តសៀមរាបចាត់ការទៅតាមនីតិវិធីច្បាប់នៅថ្ងៃទី5ខែមករាឆ្នាំ2016បាទដោយឡែកជនសង្ស័យចំនួន3នាក់ទៀតដែលធ្លាប់ប្រើប្រាស់គ្រឿងញៀនកងកម្លាំងសមត្ថកិច្ចបានធ្វើការបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្ដាច់សារធាតុញៀនដោយផ្អែកទៅតាមលទ្ធផលធ្វើតេស្តទឹកនោមបាទសូមអរគុណលោកវណ្ណស័ក្តិសម្រាប់ព័ត៌មានសន្តិសុខសង្គមបន្តគឺអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជាជួបគ្រោះថ្នាក់ចរាចរណ៍នៅពេជ្រនិលត្រូវបញ្ជូនមកសង្គ្រោះនៅភ្នំពេញ
តាមប្រភពពីគេហទំព័រដើម7បានឲ្យដឹងថាសេចក្តីរាយការណ៍ពីខេត្តកំពង់ស្ពឺបានឲ្យដឹងថានៅយប់ថ្ងៃទី4ខែមករាឆ្នាំ2016នេះអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជាម្នាក់ត្រូវបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញក្រោយពីរថយន្តរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍និងម៉ូតូក្នុងតំបន់ពេជ្រនិលក្នុងទឹកដីខេត្តកំពង់ស្ពឺសេចក្តីរាយការណ៍បានឲ្យដឹងទៀតថាហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ7យប់នៅលើដងផ្លូវជាតិលេខ4ក្នុងតំបន់ពេជ្រនិលក្នុងនោះមនុស្ស2នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ2នាក់ទៀតត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដែលក្នុងនោះម្នាក់ជាអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជាបើតាមប្រភពព័ត៌មានពីក្រុមគ្រូពេទ្យបានឲ្យដឹងថាអ្នករបួសទាំង2នាក់នេះម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យដោយសារស្ថានភាពធ្ងន់ធ្ងរដោយឡែកម្នាក់ទៀតដែលមានមុខងារជាអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជាត្រូវបានបញ្ជូនតាមរថយន្តពេទ្យរបស់យោធាមកសង្គ្រោះនៅរាជធានីភ្នំពេញបើយោងតាមប្រភពព័ត៌មានច្បាស់ការមួយបានបញ្ជាក់ថាអគ្គនាយករងដែលរងរបួសនេះឈ្មោះវណ្ណាដែលឡែកជនរងគ្រោះដែលបានស្លាប់ទាំង3នាក់គឺភាគីខាងម៉ូតូប៉ុន្តែរហូតមកទល់ពេលនេះនៅមិនទាន់មានប្រភពច្បាស់ការណាមួយដែលអាចបញ្ជាក់ពីអំពីអត្តសញ្ញាណរបស់ជនរងគ្រោះទាំង3នាក់នោះនៅឡើយទេចា៎បាទពលមានសន្តិសុខសង្គមជាបន្តទៀតបាទគឺស្រវឹងស្រាយជោគបានបើកបររថយន្តបត់ឆ្លងផ្លូវជ្រុលចង្កូតទៅបុកម៉ូតូពីមុខចំពេញមួយទំហឹងបណ្ដាលឲ្យប្តីប្រពន្ធកូន3នាក់រងរបួសធ្ងន់និងស្រាលបុរសម្នាក់និងនារីម្នាក់ទៀតជាអ្នករួមដំណើរជាមួយបានបើកបររថយន្តកាមេរី Hybrid បត់ឆ្លងផ្លូវលឿនបាទក្នុងសភាពស្រវឹងស្រាយ៉ាងខ្លាំងបានជ្រុលទៅបុកម៉ូតូViva មួយគ្រឿងបាទដែលធ្វើដំណើរបញ្ច្រាស់ទៅគ្នាបណ្ដាលឲ្យបុរសជាប្តីនិងកូនបានរងរបួសធ្ងន់និងស្ត្រីជាម្ដាយរងរបួសស្រាលដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង 23:30 នាទីយប់ថ្ងៃទី4ខែមករាឆ្នាំ2016នៅចំណុចផ្លូវព្រះសុធារសកែងនឹងផ្លូវជាតិ200កែងនឹងផ្លូវលេខ294ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញស្ត្រីរងគ្រោះដែលរងរបួសស្រាលមានឈ្មោះច័ន្ទនីអាយុ23ឆ្នាំមុខរបរលក់សណ្តែកដីស្នាក់នៅផ្ទះជួលក្នុងភូមិដើមស្លែងសង្កាត់ច្បារអំពៅ2ខណ្ឌច្បារអំពៅប្តីរងរបួសធ្ងន់មានឈ្មោះហនអាតអាយុ23ឆ្នាំមុខរបរជាអ្នកលក់សណ្តែកដីនិងស្នាក់នៅជាមួយគ្នារីឯកូនស្រីបានអាយុ4ឆ្នាំបានបាក់ជើងឆ្វេងរងរបួសធ្ងន់ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានសង្កេតឃើញរថយន្តមួយគ្រឿងម៉ាក Camry Hybrid ពណ៌សពាក្យស្លាកលេខភ្នំពេញ 2Q 0069បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុធារសទិសដៅពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវបំណងចូលទៅផ្លូវលេខ294ក៏ជ្រុលទៅបុកម៉ូតូ Viva មួយគ្រឿងពណ៌ខ្មៅគ្មានស្លាកលេខធ្វើដំណើរបញ្ច្រាស់ទិសគ្នាជិះដោយប្តីប្រពន្ធនិងកូនតូចម្នាក់រួមដំណើរជាមួយបណ្ដាលឲ្យបុរសជាប្តីនិងកូនតូចរងរបួសធ្ងន់ចំណែកស្ត្រីជាប្រពន្ធរងរបួសស្រាលក្រោយហេតុការណ៍ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមចំណែករថយន្តបង្ក Camry Hybrid និងម្ចាស់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងជំនាញចុះធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់បាទសូមអរគុណច្រើនលោកវណ្ណសាដែលសារតែពេលវេលានៅក្នុងកម្មវិធីរបស់យើងបានចូលមកដល់ពេលវេលាដែលត្រូវបញ្ចប់ហើយពីកម្មវិធីយើងសូមអរគុណប្រិយមិត្តទាំងអស់ដែលតែងតែតាមដានស្ដាប់ការផ្សាយរបស់ស្ថានីយ៍វិទ្យុជាតិនគរភ្នំក៏ដូចជានៅក្នុងកម្មវិធីចន្ទនីតិព័ត៌មានប្រចាំថ្ងៃរបស់ស្ថានីយ៍វិទ្យុជាតិនគរភ្នំតែម្ដងហើយរាល់ការអានព័ត៌មានជូនទៅកាន់ប្រិយមិត្តអ្នកស្ដាប់បើសិនជាមានពាក្យពេចន៍មិនច្បាស់លាស់ត្រង់ចំណុចណាមួយសូមអធិស្ឋានពីបងប្អូនប្រជាពលរដ្ឋផងដែរចា៎ហើយកម្មវិធីយើងធ្វើការចាក់ផ្សាយឡើងវិញនៅវេលាយប់នេះចាប់ពីម៉ោង 10 រហូតដល់ម៉ោង 11 យប់សម្រាប់ពេលនេះនាងខ្ញុំរួមជាមួយលោកវណ្ណសាក្រុមការងារនៅខាងក្រៅបន្ទប់ផ្សាយសូមអរគុណសូមជម្រាបលា